បានជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាហើយថ្ងៃនេះខ្ញុំសូមលើកនៅប្រធានបទតទៅនឹងជីវិតអ្នកក្រដែលយើងតពីវគ្គមុនហើយក៏យើងនៅតែមានអារម្មណ៍ថានៅពេលដែលយើងបានចែកម្លែកទៅលើប្រធានបទមួយនេះគឺយើងមានអារម្មណ៍នៅតែរីករាយក្នុងការដែលបងប្អូនមិនថាខ្ញុំក៏ដូចជាបងប្អូនដែរដោយសារតែយើងឆ្លងកាត់នៅរឿងរ៉ាវហើយក៏យើងបានជួបនឹងរឿងជាច្រើនដែលយើងបានឆ្លងកាត់ដែរក្នុងជីវភាពដែលយើងក្រីក្រហ្នឹងក្នុងជីវភាពដែលយើងក្រីក្រហ្នឹងគឺយើងពិតជាមានអារម្មណ៍ថានៅពេលខ្លះយើងពិតជានៅហត់ជាមួយនឹងការងារដែលយើងធ្វើឬក៏យើងទៅធ្វើការកន្លែងណាគឺយើងចង់តែសុំតែសុខឬក៏យើងចេះតែធ្វើការដើម្បីចេះមានចំណេះដឹងឬក៏ការដែលយើងចែកម្លែកនៅបទពិសោធន៍ផងយើងឬក៏ការដែលយើងមានចំណេះដឹងក្នុងការដែលបម្រើឬក៏លក់ពេលវេលាឲ្យក្រុមហ៊ុនមួយឬក៏យើងនឹងអាចជួយទៅក្រុមហ៊ុនដែលវាមានកាន់តែភាពរីកចម្រើនឬក៏ក្នុងការដែលយើងធ្វើការជា team ឬក៏ធ្វើការទីកន្លែងណាឬក៏រកស៊ីទីកន្លែងណាគឺយើងចង់បានតែមនុស្សល្អៗហើយក៏ជាការដែលចេះជួយគ្នាចេះចែកម្លែកគ្នាហើយក៏អាចនឹងផ្ដល់ក្តីស្រឡាញ់គ្នាទៅវិញទៅមកដែរហើយក្នុងនាមខ្ញុំក៏ជាអ្នកដែលមានភាពក្រីក្រដូចជាបងប្អូនហើយបងប្អូនក៏អ្នកដែលគាត់មានភាពក្រីក្រដូចជាខ្ញុំដូចគ្នាដែរហើយក៏គិតថាបងប្អូនសហគិតមើលថាមនុស្សម្នាក់ៗគឺយើងធ្វើការឬក៏យើងទៅលក់កន្លងលក់ពេលវេលាឬក៏យើងទៅធ្វើការរកស៊ីអីផ្សេងអ្នកគាត់ដែលមានជីវភាពខ្វះខាតក្រីក្រអញ្ចឹងទៅគឺទៅការដើម្បីដោះស្រាយជីវភាពអាហារ3ពេលទេឬក៏ធ្វើបង់ថ្លៃបន្ទប់ថ្លៃផ្ទះអីចឹងទៅក៏ពេលខ្លះក៏វាមានអារម្មណ៍ថាពិបាកដែរតែនៅក្នុងជីវភាពដែលយើងក្រីក្រក៏យើងមានជួបឧបសគ្គដែលពេលដែលយើងខ្វះខាតលុយកាក់ឬក៏យើងអត់បានសំចៃឬក៏យើងរកមកវានៅតែខាតបង់អីចឹងទៅក៏មានដូចគ្នាដែរហើយក៏បងប្អូនខ្លះក៏អាចនឹងជួបប្រទះដូចតែពួកខ្ញុំដែរដោយសារតែយើងធ្វើការអ្នកធ្វើការវិញគឺអាចនឹងជួបអ្នកក្រុមហ៊ុនដែលរកស៊ីប្រកួតប្រជែងឬក៏ជួបនៅក្នុងក្រុមការងារដែលចំណាយជានេះឬក៏ធ្វើរឿងអីអត់ល្អធ្វើរឿងអីនិយាយចេះចុះឬក៏ចំណាយឈ្នានេះឬក៏និយាយអត់ប្រយោជន៍ពេលខ្លះឬក៏និយាយដើម្បីជាការដែលឌឺដងឬក៏និយាយដើម្បីឲ្យបុគ្គលិកមួយវាអត់មានការដែលចេះរួមសហការគ្នាក៏វាអាចមានដែរអញ្ចឹងទៅខ្ញុំគិតថាការដែលយើងធ្វើការងារឬក៏យើងទៅទីកន្លែងណាក៏ដោយគឺយើងម្នាក់គឺយើងបានចូលធ្វើការជាមួយគ្នាគឺយើងពិតជាមានសំណាងក្នុងការដែលកើតមកយើងបានជួបគ្នាឲ្យដល់រឿងការដែលធ្វើរឿងល្អៗយើងមិនមែនការដែលយើងឌីលគេយើងមាក់ងាយគេឬក៏យើងមិនឲ្យតម្លៃគេហើយយើងក៏ធ្វើរឿងអីដែលអត់ល្អទៅលើគ្នាអញ្ចឹងទៅមានអារម្មណ៍ថាវាស្ដាយនៃការដែលកើតមកជាមនុស្សហើយបានជួបគ្នាមិនធ្វើរឿងល្អបែរតែធ្វើរឿងអាក្រក់ទៅទៀតអញ្ចឹងមិនថាកន្លែងការងារខ្លះគឺវាមានតែមនុស្សអគតិមួយចំនួនដែរហើយក៏យើងគិតថាពេលខ្លះពួកដែលអគតិឬក៏ពួកដែលធ្វើនិយាយតែរឿងភាពអត់ប្រយោជន៍ទាំងអស់ហ្នឹងគឺអាចថាកើតមកពីអត្តចរិតដើមកំណើតឬក៏អាចនិយាយពីចេញពីផ្នត់គំនិតខ្លះគឺនិយាយថាមិនមែនជាត្រឡប់តែការនិយាយទេគឺការដែលនិយាយហ្នឹងគឺចេញពីចិត្តមនុស្សដែលខ្លួនឯងអ្នកដែលគាត់ធ្វើដូចគ្នាដែរអញ្ចឹងទៅយើងមិនអាចនឹងដឹងពីចិត្តមនុស្សដូចគ្នាហើយក៏យើងមើលមិនឃើញពីមនុស្សដូចគ្នាផងដែរប៉ុន្តែបើសិនជាការដែលនិយាយស្ដីក្នុងការដែលចេះចែកម្លែកគ្នាចេះជួយគ្នាហ្នឹងគឺមួយដែលសប្បាយរីករាយហើយការនិយាយដែលធ្វើនិយាយឲ្យល្អហើយក៏មិនមើលងាយគ្នាមិនចេះតេះដៀលគ្នាហ្នឹងគឺហត់តែរឿងមួយដែលល្អទៀតធ្វើឲ្យអ្នកដែលគាត់នៅជំនាន់ក្រោយឬក៏អ្នកដែលធ្វើការពីមួយទៅមួយអញ្ចឹងវាអាចនឹងចេះរួមសហការគ្នាដោយមិនចេះមាក់ងាយគ្នាឬការមិនចេះមើលងាយគ្នាឬក៏ការដែលយើងចេះឲ្យតម្លៃគ្នាជារឿងដែលធំបំផុតសម្រាប់យើងអ្នកដែលធ្វើការហើយដែលបងប្អូនដែលគាត់ធ្វើការងាររកស៊ីមានភាពពិបាកនៅក្នុងជីវិតផងគាត់ផឹងលក់ដូរពីផឹកទល់ព្រលឹមទល់យប់អីចឹងទៅក៏មានរឿងដែលពិបាកដូចគ្នាដែរដោយសារតែចង្ការទៅដាច់ចង្ការទៅមិនដាច់ដែរហើយក៏ពេលខ្លះទៅមានជួបរឿងល្អខ្លះក៏ជួបមិនរឿងល្អខ្លះក៏អាចកើតមានផងដែរចឹងខ្ញុំគិតថានៅក្នុងជីវិតដែលយើងមានជីវភាពក្រីក្រនោះគឺយើងអត់ចង់បានតែច្រើនទេគឺយើងចង់បានតែដូចថាដោះស្រាយជីវភាពយើងនៅក្នុងជួយនៅក្នុងគ្រួសារផងយើងវាល្អប្រសើរហើយក៏យើងអាចនឹងជួយខ្លួនឯងហើយយើងអាចជួយអ្នកដទៃបានទៀតអានោះជាមួយដែលល្អបំផុតហើយខ្ញុំក៏ស្នៅតែសប្បាយចិត្តនឹងការដែលបានចែកម្លែកប្រធានបទមួយនេះផងដែរហើយខ្ញុំក៏អាចនិយាយបានថានៅក្នុងជីវភាពដែលយើងបានជួបឬក៏ជីវភាពដែលយើងបានឆ្លងកាត់នេះគឺវាពិតជាមានការដែលពិបាកនិងការដែលមានភាពនឿយហត់មែនទែនហើយក៏ជាមួយដែលយើងអត់ចង់ជួបមនុស្សដែលអត់ល្អហ្មងនិយាយមកថាមនុស្សដែលសាងបាបកម្មសាងអាក្រក់សាងអំពើថោកទាបឬក៏ពួកដែលរ
ស៊ីបោកប្រាស់កេងប្របាញ់ឬក៏សាងបាបកម្មអីមួយចំនួនគឺយើងអត់ចង់ទៅជួបតែម្ដងគឺដោយសារតែអ្នកដែលភាពក្រីក្រគឺយល់ដូចគ្នាពេលខ្លះគឺពិបាកមែនទែនដោយសារតែយើងត្រូវការភាពរីករាយនៅក្នុងជីវិតផងយើងត្រូវការដោះស្រាយជីវភាពចង់ជួយគ្រួសារចង់ជួយម្ដាយពុកចង់ជួយបងប្អូនឬក៏យើងអាចនឹងជួយខ្លួនឯងបានខ្លះក៏យើងព្យាយាមធ្វើអញ្ចឹងណាតែមិននឹកស្មានថាពេលខ្លះវាអាចនឹងជួបមនុស្សទាំងអស់ហ្នឹងដែលយើងធ្វើការឬក៏យើងរស់នៅក្នុងប្រទេសណាមួយក៏វាអាចនឹងមានជួបមនុស្សទាំងអស់ហ្នឹងដែរធ្វើរឿងដោយប្រយោជន៍ឬក៏ចេញពីកំណត់អគតិផលមនុស្សក៏វាអាចកើតមានដូចតែយើងបានជួបនៅក្នុងពេលនេះឬក៏យើងអាចនឹងជួបទៅថ្ងៃក្រោយក៏វាមានដែរព្រោះថាបុគ្គលិកឬក៏មនុស្សហ្នឹងវាអាចនឹងជួបដោយសារមនុស្សវាមានច្រើនប្រភេទចឹងតែយើងវាពិបាកនឹងយល់ពីអត្តចរិតមនុស្សម្នាក់ហើយក៏ក្នុងពិបាកនឹងយល់ថាមនុស្សណាក៏អាចល្អមនុស្សណាក៏អាក្រក់យើងក៏មើលវាមិនឃើញដោយសារតែមនុស្សយើងគឺមានភាពមានចិត្តឬក៏អត្តចរិតវាអាចខុសគ្នាផងដែរចឹងតែខ្ញុំគិតថាបងប្អូននៅក្នុងជីវិតដែលមានជីវភាពក្រីក្រវាមានអារម្មណ៍ថាពេលខ្លះបងប្អូនមានអារម្មណ៍នឿយហត់ដូចជាខ្ញុំដូចគ្នាដែរនៅពេលខ្លះអ្វីដែលយើងធ្វើអ្វីដែលយើងស្រឡាញ់នៅពេលខ្លះគឺវាអត់មានតម្លៃសម្រាប់ដែលយើងធ្វើណាតែសារនៅពេលខ្លះក្រុមហ៊ុនមើលឃើញវាល្អតែក្រុមហ៊ុនមើលមិនឃើញឬក៏ស្ដាប់តាមពីគ្នាពីមួយទៅមួយហ្នឹងក៏អត់មានតម្លៃសម្រាប់យើងអ្នកដែលធ្វើការដែរទោះយើងចេះធំប៉ុណ្ណាយើងមានចំណេះដឹងប៉ុណ្ណានៅពេលដែលក្រុមហ៊ុនមិនផ្ដល់តម្លៃឲ្យមិនផ្ដល់លើការងារដែលខ្លួនយើងចេះទៀតហ្នឹងហត់តែអត់តម្លៃទៀតសម្បីប្រយើងម្នាក់ពេលខ្លះតែពេលយើងនឿយហត់ពីការងារឬក៏នឿយហត់ពីការដែលយើងហៅនឿយហត់ពេកលែងចង់បានលុយបងប្អូនពេលខ្លះគិតថាបងប្អូនក៏ដូចជាខ្ញុំដែរលុយវាមានតម្លៃនៅពេលដែលយើងស្រឡាញ់វានៅពេលដែលយើងប្រឹងធ្វើការវាដាក់អស់ពីចិត្តអស់ពីកាយផងយើងហើយយើងក៏សប្បាយចិត្តនឹងទទួលយកដែរអញ្ចឹងតែខ្ញុំគិតថាបងប្អូនដែរគាត់ធ្វើការហ្នឹងគឺបងប្អូនទៅធ្វើការដោយសារតែបងប្អូនស្រឡាញ់ការងាររបស់បងប្អូនធ្វើហើយបងប្អូនក៏ចេះជាមួយការងារបងប្អូនចេះដែរហើយក៏យើងរីករាយនឹងការដែលទទួលយកប្រាក់ខែពីតកែពីក្រុមហ៊ុនមួយដែរក្រុមហ៊ុនដែលគាត់ល្អក្រុមហ៊ុនដែលគាត់មានចិត្តធម៌ចិត្តបុណ្យមនុស្សដែលធ្វើការឬក៏បុគ្គលិកធ្វើការជាមួយគ្នាដែលល្អដែលចេះជួយគ្នាចេះចែកម្លែកគ្នានឹងគឺជារឿងដែលល្អបំផុតដែលយើងចង់បានដូចគ្នាហើយយើងក៏បង្កើតនៅបុគ្គលិកណាដែលល្អចេះជួយគ្នាចេះចែកម្លែកគ្នារឿងក៏ចេះចែកការដែលផ្ដល់ក្តីស្រឡាញ់គ្នាដូចគ្នាផងដែរអញ្ចឹងខ្ញុំគិតថាក្នុងជីវភាពដែលយើងមានភាពដែលក្រីក្រគឺយើងអត់ទៀមទាឬក៏យើងចង់បានឲ្យវាឲ្យលើសលប់ពីខ្លួនយើងឬក៏យើងមានភាពលោភលន់ឬក៏យើងទៅចំណានឈ្នានីសគេថាគេមានអីល្អជាងយើងឬក៏ការងារគេធ្វើអីល្អយើងមើលទៅថាណាកន្លែងណាល្អយើងក៏មើលពីគេដែរទៅយើងមិនទៅចាប់បាច់និយាយចេះចោះមិនល្អពីគ្នាឬក៏ចំណានឈ្នានីសគ្នាបើសិនជាគេមានបានជួយលើកទៅសារគ្រូនឹងពិតជាខំប្រឹងប្រែងគេមានផ្ទះមានឡានឬក៏គេមានអីដែលគាត់ចង់បានដោយសារគាត់ខិតខំប្រឹងប្រែងដោយសារការដែលគាត់មានកណិតផាន់គាត់តែគាត់ប្រឹងប្រែងដោយសារការតែគាត់លក់ខ្លាំងលក់ពេលវេលាឲ្យគេឬក៏គាត់ការដែលគាត់ប្រឹងប្រែងអស់ពីសមត្ថភាពគាត់នៅពេលដែលគាត់មានកណិតអីមួយគាត់ធ្វើទៅវាបានជោគជ័យអញ្ចឹងណាអាហ្នឹងយើងទាំងអស់គ្នាក្នុងនាមយើងជាមនុស្សហើយយើងក៏អាចថានៅក្នុងរឿងរស់នៅក្នុងប្រទេសតែមួយឬក៏យើងរស់នៅទីកន្លែងណាក៏ដោយគឺយើងព្យាយាមលើកទឹកចិត្តគ្នាដើម្បីឲ្យកើតមានមនុស្សល្អកាន់តែច្រើនហើយកុំទៅចំណែនគ្នាឬក៏ឈ្នានីសគ្នាឬក៏ការដែលប្រើពាក្យមើងងាយឌឺដងដែលភាពដែលអត់ប្រយោជន៍សម្រាប់ជាមនុស្សហើយក៏វាគ្មានតម្លៃជាមនុស្សទៅទៀតដោយសារមនុស្សយើងដែលវាអត់តម្លៃហ្នឹងគឺដោយសារតែតម្លៃពួកគាត់ហ្នឹងគឺចូលចិត្តមើងងាយគ្នាក៏ចូលចិត្តឌីលគ្នាឬក៏ថាអីដែលល្អអញ្ចឹងទៅខ្ញុំគិតថាយើងទាំងអស់គឺឈប់នៅការដែលមាក់ងាយគ្នាទាំងអស់ហ្នឹងអញ្ចឹងទៅក្នុងការដែលយើងមានជីវភាពដែលភាពក្រីក្រឬក៏ពិបាកហ្នឹងគឺយើងព្យាយាមតទៅនឹងការងារដែលយើងស្រឡាញ់ឬក៏យើងធ្វើអ្វីដែលយើងចូលចិត្តហើយយើងក៏ព្យាយាមនឹងការងារដែលយើងអាចនឹងដោះស្រាយជីវភាពសម្រាប់គ្រួសារយើងទាំងអស់គ្នាផងដែរចូលធានបត់មួយនេះគឺខ្ញុំពិតជាមានអារម្មណ៍នៅតែសប្បាយចិត្តហើយក៏នៅតែរីករាយក្នុងការដែលចែកម្លែកទៅកាន់បងប្អូនហើយបងប្អូនណាដែលគាត់មានជីវភាពក្រីក្រឬក៏ពិបាកហ្នឹងបើសិនជាបងប្អូនជួបរឿងបញ្ហាឬក៏មានបញ្ហាដូចខ្ញុំក៏អាចចែកម្លែកមកខ្ញុំហើយក៏យើងអាចនឹងជជែកគ្នាឬក៏អាចនឹងជួយគ្នាក្នុងការដែលយើងអាចនឹងដោះស្រាយបញ្ហាផ្សេងៗដែរហើយបងប្អូនដែលគាត់កំពុងតែមានភាពពិបាកក្រីក្រឬក៏ការងាររកស៊ីជួបប្រទះបញ្ហាអីហ្នឹងក៏ខ្ញុំក៏សង្ឃឹមថាបងប្អូនហ្នឹងក៏អាចនឹងរួចផុតពីភាពដែលជីវភាពខ្វះខាតសម័យហ្នឹងហើយអ្នកដែលគាត់រកស៊ីហ្នឹងឲ្យគាត់រកស៊ីកាន់តែមានបានហើយក៏អ្នកដែលគាត់ជាក្រុមហ៊ុនហ្នឹងក្រុមហ៊ុនដែលល្អហើយក៏នឹងបុគ្គលិកទាំងអស់ដែលគាត់ធ្វើការគឺជាបុគ្គលិកល្អទាំងអស់គ្នាហើយខ្ញុំក៏អរគុណដែលតើបងប្អូនដែលបានស្ដាប់ប្រធានបទមួយនេះយើងនឹងបន្តនៅប្រធានបទក្រោយៗទៀតផងដែរ